អ៊ុយក្រែននឹងអាងថាខ្លួនបានបាត់បង់អាកាសយានិកម្នាក់និងយន្តហោះម៉ា F-16 មួយគ្រឿងដែលជាជំនួយរបស់សម្ព័ន្ធមិត្តនៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយកាលនោះរុស្ស៊ីសម្រុកវាយប្រហារតាមអាកាសដ៏ធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅពេលនោះរុស្ស៊ីបញ្ជូនដ្រូននិងមីស៊ីលគ្រប់ប្រភេទវាយប្រហារទីក្រុងតូចធំរបស់ប្រទេសអ៊ុយក្រែនប្រមុខដឹកនាំអ៊ុយក្រែនលោក Zelensky បានថ្លែងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អាកាសយានិកដែលបានពលីជីវិតដើម្បីជាតិមាតុភូមិលោកបានបំពាក់គ្រឿងឥស្សរិយយសបច្ចាមរណៈជូនចំពោះសពលោក Maxim Ostimenko ដែលជាវីរបុរសជាតិរបស់អ៊ុយក្រែនលោកក៏បានសូមអំពាវនាវទៅកាន់ក្រុមសម្ព័ន្ធមិត្តដើម្បីផ្ដល់ប្រព័ន្ធការពារដែនអាកាសឲ្យបានច្រើនថែមទៀតខណៈដែលរុស្ស៊ីកំពុងវាយប្រហារកាន់តែខ្លាំងគិតទាំងលើកនេះទៀតអ៊ុយក្រែនបានបាត់បង់យន្តហោះ F-16 ចំនួន3គ្រឿងទីក្រុងគៀវបណ្ដាប្រកាសថាខ្លួនមានយន្តហោះម៉ាកនេះប៉ុន្មានគ្រឿងទេប៉ុន្តែវាជាយន្តហោះសំខាន់នៅក្នុងបេសកកម្មការពារជាតិរបស់អ៊ុយក្រែនប្រភពខ្លះអះអាងថាអាកាសយានិករូបនោះព្យាយាមបោកយន្តហោះចេញពីសមរភូមិប្រយុទ្ធប៉ុន្តែលោកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីចុចកណ្ដុយឆាត់យងដើម្បីរំដោះខ្លួនពីគ្រោះថ្នាក់នោះទេនៅក្នុងព្រឹត្តិការណ៍មួយទៀតរុស្ស៊ីបញ្ជូនដ្រូនមីស៊ីល Cruise និងមីស៊ីល Ballistic រាប់រយគ្រឿងវាយលុកភាគខាងលិចខាងត្បូងនិងភាគកណ្ដាលកាលពីយប់មិញបណ្ដាធ្វើឲ្យផ្ទះរបស់អ្នកស្រុកឆាប់ឆេននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងរងការខូចខាតអាជ្ញាធរអាងថាមនុស្សយ៉ាងតិច6នាក់បានរងរបួសនៅក្នុងការវាយប្រហារនោះគេបានស្ដាប់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្ននៅក្នុងទីក្រុង Lviv, Mykolaiv, Dnipro និងទីក្រុងដទៃទៀតជាច្រើន